តឡាងចេញមាសបានងើបឡើងខ្លាំងមកវិញកាលពីថ្ងៃប្រហោះម្សិលមិញហើយនឹងបន្តកើនឡើងខ្លាំងបន្ថែមទៀតនៅក្នុងថ្ងៃសុក្រនេះសូមស្វាគមន៍មកការវិភាគតម្លៃហាងចេញមាសប្រចាំថ្ងៃសុក្រទី31ខែតុលាឆ្នាំ2025យើងឃើញថាតម្លៃហាងចេញមាសមានការកើនឡើងខ្លាំងកាលពីថ្ងៃប្រហោះម្សិលមិញដោយកើនឡើងប្រមាណជាង$100ក្នុង1អោនហើយបន្តកើនឡើងបន្ថែមទៀតនៅក្នុងព្រឹកថ្ងៃសុក្រនេះបើគិតតាំងពីបើកផ្សារនៅព្រឹកថ្ងៃសុក្រនេះមកដល់ពេលបច្ចុប្បន្នម៉ោង6:50នាទីនេះតម្លៃហាងចេញមាសបានកើនឡើងប្រមាណ$20ក្នុង1អោនបាទហើយនៅតែមើលឃើញថាអាចនឹងមានការងើបឡើងទៅលើបន្តបន្ថែមទៀតអញ្ចឹងសម្រាប់តម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះបើសិនជាយើងមើលទៅលើបច្ចេកទេសគឺខ្ញុំបានបែងចែកជាកម្រិតទាបចំនួន3ដែលយើងអាចធ្វើការធៀមទិញក៏ដូចជាកម្រិតខ្ពស់ចំនួន3ដូចគ្នាដែលយើងអាចធ្វើការត្រៀមបិទយកផលចំណេញក៏ដូចជាត្រៀមលក់ចុះមកវិញផងដែរបាទកម្រិតទាប3នោះគឺមានទី1នៅកម្រិត$3,989ក្នុង1អោនឬក៏$4,806ក្នុង1តម្លឹងកម្រិតទាបទី2នៅកម្រិត$3,951ក្នុង1អោនឬក៏ប្រមាណជា$4,760ក្នុង1តម្លឹងហើយនៅកម្រិតទាបទី3នៅកម្រិត$3,877ក្នុង1អោនឬក៏ប្រមាណ$4,671ក្នុង1តម្លឹងបាទជាកម្រិតដែលយើងអាចធ្វើការធៀមទិញឡើងក្នុងករណីបើសិនជាមានការធ្លាក់ចុះហើយសម្រាប់តម្លៃខ្ពស់បាទតម្លៃខ្ពស់ដែលអាចនឹងទៅដល់នៅក្នុងព្រឹកនេះទី1អាចនឹងទៅដល់កម្រិត$4,063ក្នុង1អោនឬក៏ប្រមាណ$4,895ក្នុង1តម្លឹងគឺជាតម្លៃដែលយើងអាចត្រៀមបិទយកផលចំណេញកម្រិតខ្ពស់ទី2នៅកម្រិត$4,101ក្នុង1អោនឬក៏ប្រមាណ$4,940ក្នុង1តម្លឹងជាកម្រិតដែលយើងអាចធ្វើការត្រៀមលក់ចុះហើយនឹងកម្រិតខ្ពស់ចុងក្រោយគឺនៅកម្រិតប្រមាណ$4,175ក្នុង1អោនឬក៏ប្រមាណ$5,030ក្នុង1តម្លឹងបាទអញ្ចឹងសម្រាប់តម្លៃមាសបើសិនជាឡើងទៅដល់កម្រិត$4,175ក្នុង1អោននេះបាទឡើងទៅក្បាល$5,000ក្នុង1តម្លឹងវិញហើយបាទក៏ជាតំបន់ដែលយើងអាចធ្វើការធៀមលក់ចុះដូចគ្នាបាទអញ្ចឹងតម្លៃហាងឆេងមាសនៅក្នុងព្រឹកនេះខ្ញុំមើលឃើញថានឹងបន្តកើនឡើងទៅលើបន្តបន្ថែមទៀតអាចទៅដល់កម្រិត$4,063កម្រិតខ្ពស់ទី1នេះឬក៏អាចទៅដល់$4,100ក្នុង1អោនបាទហើយព្រឹកមិញនេះក៏ខ្ញុំបានឲ្យទិញឡើងទៅដែរគឺទិញតាំងពីកម្រិត$4,025ក្នុង1អោនបាទអញ្ចឹងយើងចាប់ផ្ដើមចំណេញនេះបច្ចុប្បន្ននេះគឺចំណេញបាន$13ហើយបាទអញ្ចឹងសម្រាប់មាសដូចខ្ញុំបានបញ្ជាក់ជូនអញ្ចឹងទិសដៅវាគឺនឹងឡើងមកលើហើយកម្រិតដែលយើងអាចធ្វើការធៀមលក់គឺខ្ញុំឲ្យបងប្អូនចាំមើលនៅក្នុងតំបន់ខាងលើនេះតែម្ដងបាទនៅ$4,100ក្នុង1អោននេះបាទយើងធៀមចាំលក់ពីនឹងវិញបើសិនជាមានសញ្ញា confirm បាទប៉ុន្តែក្នុងករណីបើសិនជាអត់មានសញ្ញា confirm ទេហើយនឹងបន្តបុកដាច់$4,101នេះបាទយើងចាំលក់នៅតំបន់ខ្ពស់ចុងក្រោយដែលជាកម្រិតខ្ពស់ទី3នៅ$4,175ក្នុង1អោនចុះមកវិញអញ្ចឹងសម្រាប់តម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះគឺខ្ញុំនៅតែបន្តឲ្យទិញឡើងទៅលើដដែលបងប្អូនដែលទិញមាសគីឡូឯអាចធ្វើការពិចារណាទិញឡើងទៅលើបានព្រោះតម្លៃហាងឆេងមាសខ្ញុំមើលឃើញថាអាចនឹងមានការស្ទុះងើបឡើងទៅលើវិញខ្លាំងនៅក្នុងថ្ងៃសុក្រនេះហើយនឹងអាចបន្តកើនឡើងទៅលើបន្ថែមទៀតនៅក្នុងសប្តាហ៍ក្រោយបាទហើយក៏ជាឱកាសសម្រាប់បងប្អូនធ្វើការបើកគណនីជួញដូរផងដែរអាចកក់ពីតម្លៃទាបបច្ចុប្បន្នទៅបាទអញ្ចឹងយើងអាចទាញយកប្រាក់ចំណេញបាននៅក្នុងសប្តាហ៍ក្រោយបាទអញ្ចឹងការកក់ហាងឆេងនេះបងប្អូនអាចកក់បានទុករយៈពេលវែងអត់កំណត់ថ្ងៃកម្រិតថ្លៃទាបបាទហើយក៏ដូចជាតម្លៃទីផ្សារគឺតាមទីផ្សារអន្តរជាតិជាក់ស្ដែងតែម្ដងបាទអញ្ចឹងបងប្អូនចាប់អារម្មណ៍ចង់បើកគណនីបាទបងប្អូនអាចតាក់ទងមកកាន់លេខទូរស័ព្ទដែលខ្ញុំបានដាក់នៅក្នុង caption ខាងលើបាទអញ្ចឹងការវិភាគរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេនៅបន្តទិញមានព័ត៌មានអីសំខាន់បាទមានតម្លៃត្រូវលក់ចោះមកវិញបាទខ្ញុំនឹងអាប់ដេតបងប្អូនបន្ថែមទៀតនៅក្នុងក្រុម VIP របស់យើងបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមអរគុណសូមគោរពលាបើគណនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ